It wasn't hard for me to notice her style. I was fascinated, sure. She took ចាឥឡូវនេះមានកម្មវិធីមគ្គទេសសម្ព័ន្ធក៏បានមកដល់មជ្ឈមណ្ឌលកាយសម្ព័ន្ធអ្នកមក clinic ចាឥឡូវនេះចាយើងខ្ញុំទាំងពីរអ្នកក៏បានស្ថិតនៅក្នុងបន្ទប់ការិយាល័យរបស់លោកស្រីនីយិកានៃមជ្ឈមណ្ឌលអ្នកមក clinic ផ្ទាល់តែម្ដងចង់ដឹងថានៅក្នុងសប្តាហ៍នេះតើគាត់នឹងលើកយកនៅអ្វីមកបង្ហាញជូនដល់បងប្អូនទស្សនិកជននោះជាពិសេសគឺសុភាពនារីទាំងឡាយដែលចង់បានភាពស្រស់ស្អាតនោះចាសូមទស្សនាបទសម្ភាសន៍ជាមួយនឹងយើងខ្ញុំទាំងអស់គ្នាចាបាទសូមគោរពជំរាបសួរបាទជំរាបសួរបាទថ្ងៃនេះគឺពិសេសចាដូចជាសប្តាហ៍មុនចឹងឥឡូវនេះយើងមកស្ដាប់បទសម្ភាសន៍របស់លោកស្រីនីយិកាក៏ដូចជាផ្ដល់នៅឱវាទល្អៗដល់សុភាពបរិសុទ្ធសុភាពនារីដែលលោកកំពុងតែទស្សនានៅតាមគេហដ្ឋានហ្នឹងឥឡូវនេះយើងមកគ្រប់អញ្ជើញលោកស្រីដើម្បីផ្ដល់បទសម្ភាសន៍នេះជាលក្ខណៈគ្រួសារតែម្ដងព្រោះអីដាក់មកគ្នានេះយើងមានឯកទេសមួយដើម្បីពិភាក្សាជាលក្ខណៈគ្រួសារបាទគឺសម្ងាត់គ្រួសារឲ្យតាក់ទងនឹងសរីរាង្គកាយដូច្នេះថ្ងៃនេះគឺលោកត្រីនីយិកាគឺអាចមានអ្វីពិសេសជាងសប្តាហ៍មុនទៀតដែរបាទនៅក្នុងសប្តាហ៍មុននោះពីកម្មវិធីរបស់យើងក៏បានបង្ហាញជូនពីការចាក់ filler ចាឥឡូវនេះនៅក្នុងសប្តាហ៍នេះចង់ឲ្យលោកស្រីបង្ហាញជូនថាតើលោកស្រីនឹងមានអ្វីបន្ថែមបាទបង្ហាញជូនដល់បងប្អូនទស្សនិកជនយើងជាបន្តចាជាដំបូងសូមគោរពជំរាបសួរទូទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនាកម្មវិធីមគ្គទេសសម្ព័ន្ធចាកាលពីសប្តាហ៍មុនយើងបានបង្ហាញជូនដល់ទូទស្សនិកជនគាត់បានជ្រាបម្ដងរួចមកហើយពីប្រភេទ filler ដែលប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលកាយសម្ព័ន្ធអ្នកមក clinic យើងចាប់ពី filler ប្រភេទ acid hyaluronic ចាដោយឡែកសប្តាហ៍នេះយើងនឹងលើកយកពីប្រភេទ filler ទៀតហើយចាប៉ុន្តែយើងហៅថាជា filler ធម្មជាតិដែលមានធម្មជាតិចាដែលមាននៅក្នុងខ្លួនយើងស្រាប់យើងដើម្បីជម្រាបជូនដល់ទូរទស្សនិកជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើងគាត់បានជ្រាបថានៅក្នុងខ្លួនយើងម្នាក់ក៏មាន filler ដែលអាចយកមកប្រើប្រាស់នៅក្នុងចាក់ត្រឡប់ទៅវិញក្នុងសរីរាង្គកាយយើងចានៅកន្លែងណាមួយដែលយើងចង់បានចាពិសេសហើយសេវាកម្មមួយនេះក៏ទើបតែមានថ្មីសម្រាប់តែកម្ពុជារបស់យើងចាហើយក៏មានមុនគេបំផុតនៅក្នុងមជ្ឈមណ្ឌលកាយសម្ព័ន្ធអ្នកមក clinic យើងខ្ញុំចាអរគុណជាពិសេសមែនទែនសម្រាប់ប្រទេសកម្ពុជារបស់យើងធ្លាប់តែឮថានៅឯបរទេសមានការបូមគេថាខ្លាចfiller ធម្មជាតិខ្លួនឯងហ្នឹងមានថាចាក់បញ្ចូលខ្លួនឯងក៏ប៉ុន្តែនេះជាលើកទី1ហើយសម្រាប់ប្រទេសកម្ពុជារបស់យើងនេះគឺជាមោទនភាពមួយដែរបាទហើយជាពិសេសគឺមានតែមួយគត់គឺនៅមជ្ឈមណ្ឌលអ្នកមក clinic តែម្ដងបាទអរគុណឥឡូវនេះកាន់តែចង់ជ្រាបបន្ថែមទៀតទេព្រោះថាសម្រាប់ខ្លាញ់ធម្មជាតិរបស់យើងតើមានលក្ខណៈពិសេសជាង filler បាទ acid hyaluronic បាទពិសេសបែបណានោះលោកស្រីអាចជំរាបបន្ថែមទៀតបាទឆ្លាតបាទចាសម្រាប់ filler ខ្លាញ់ធម្មជាតិរបស់យើងហើយនឹងប្រភេទ filler acid hyaluronic ចាយើងអាចប្រើប្រាស់ក្នុងគោលបំណងតែមួយដូចគ្នាចាយើងប្រើសម្រាប់ចាក់បំពេញនៅកន្លែងណាដែលមានស្នាមជ្រីងជ្រួញឬក៏យើងចង់បំផោងនៅទំហំកន្លែងផ្នែកណាមួយនៃរាងកាយរបស់យើងឧទាហរណ៍ដូចជាយើងបានភាសាពីសប្តាហ៍មុនអញ្ចឹងចាយើងត្រូវការបំបត្តិជ្រីងជ្រួញនៅលើផ្ទៃមុខឬក៏យើងត្រូវការទ្រង់ទ្រាយចកាទុំចំោះឬក៏បំប៉ោងនៅផ្នែករាងកាយយើងដើមទ្រូងតាគៀកនិយាយរួមទៅកន្លែងខ្វះខាតមានសរីរាង្គកាយតែម្ដងគឺយើងអាចប្រើប្រាស់បានក្នុងគោលបំណងតែមួយប៉ុន្តែលើសពីនេះទៅទៀតនោះវារតែពិសេសដោយសារអី filler ខ្លាញ់របស់យើងហ្នឹងវាមានលក្ខណៈធម្មជាតិជាងប្រភេទ filler acid hyaluronic ចាហើយ filler ខ្លាញ់យើងបានមកពីការបូមខ្លាញ់នៅកន្លែងណាមួយដែលយើងលើកឧទាហរណ៍ដូចខ្លួនយើងខ្ញុំផ្ទាល់ចាយើងអាយុច្រើនវាប៉ោងបាពោះបាពោះចាយើងអាចបូមយកពីក្បាលពោះរបស់យើងហ្នឹងយើងមកបំពេញនៅចំណុចខ្វះខាតនៅលើផ្ទៃមុខរបស់យើងដូចជាយើងមានចាស្នាមជ្រីងជ្រួញនៅកន្ទុយភ្នែកអីហ្នឹងចាវាគេហៅថាយើងបានទាំងពីរយ៉ាងពីចំណុចបានពិសេសទាំងពីរគឺថាពិសេសមែនទែនជាពិសេសគឺសម្រាប់សុភាពបរិសុទ្ធសុភាពនារីគាត់មានបញ្ហាធំបំផុតនោះគឺបាពោះបាទការនិយាយរួមទៅមានអ្នកខ្លះធាត់ជាលក្ខណៈធម្មជាតិអញ្ចឹងមានខ្លាញ់ពីធម្មជាតិអ្នកខ្លះទៀតក៏ទទួលទានបាទគឺទទួលទានច្រើនបាទនេះជាចម្ងល់ហើយប្រៀបដូចជាព្រួយមួយបាញ់បានសัตว์17ព្រោះថាយើងបូមខ្លាញ់ដូចជាចំណុចដែលធំដែលលើកមកយើងអញ្ចឹងយកមកបំពេញនៅចំណុចខ្វះខាតអញ្ចឹងបានន័យថាសុខភាពនៃរាងកាយរបស់យើងគឺ
គឺស្អាតតែម្ដងមួយធ្វើឲ្យរាងយើងស្លីមស្រាប់ហើយនឹងយើងបានសុខភាពនៅលើរាងកាយយើងមួយទៀតចាដូចថាចំណុចខ្វះខាតនៅលើផ្ទៃមុខរបស់យើងអញ្ចឹងបើសិនជាយើងមានបញ្ហាជ្រីជ្រួញនៅលើផ្ទៃមុខយើងអាចមកពិគ្រោះនៅទីនេះថាឥឡូវគួរយក filler ប្រភេទ acid hyaluronic ឬក៏យើងជ្រើសរើសយក filler ធម្មជាតិប៉ុន្តែមិនមែនថាខ្លាំងជាមុំបានទាំងអស់បាទមិនមែនទាំងអស់ទេបាទយើងធាត់ដែរតែតែសុទ្ធតែសាច់អត់មានខ្លាញ់ទេដល់មកពិគ្រោះមើលសិនចាហ្នឹងគឺជាអរិថាសម្រាប់យើងគឺជាលទ្ធផលមួយល្អមួយថាយើងមានជំនឿចិត្តខ្លួនឯងថាខ្លួនយើងក៏មាន filler ដែរយើងមិនចាំបាច់ចំណាយថាយើងអាចចំណេញថវិកាបានព្រោះថាយើងមិនចាំបាច់ទៅចំណាយទិញ filler ផ្សេងយកមកចាក់នៅរាងកាយរបស់យើងនិយាយរួមទៅគឺជាទំនុកចិត្តមួយព្រោះថា filler នេះជា filler ពិតនៃរាងកាយរបស់យើងបាទចាតែថាធ្លាប់តែឮថាគេបូមខ្លាញ់ចេញពីក្បាលពោះហើយបូមខ្លាញ់ហ្នឹងដូចថាមិនដែលឮថាបូមហើយចាក់ត្រឡប់ចូលទៅវិញទេប៉ុន្តែចំពោះមជ្ឈមណ្ឌល Dermo Clinic គឺបូមខ្លាញ់ហើយចាក់បញ្ចូលទៅវិញបានចាគឺជាដូចថាបច្ចេកទេសមួយដ៏ពិសេសជាងគេបំផុតសម្រាប់ប្រទេសកម្ពុជាយើងជាលើកដំបូងចាអញ្ចឹងលោកស្រីអាចជម្រាបជូនបាននេះថាខ្លាញ់ដែលយើងបូមអញ្ចឹងថាយើងមិនចាំបាច់ចាក់បញ្ចូលវិញថាបានទេចាប្រកាសជាបានចាព្រោះអីថាសុភាពនារីយើងឬក៏សុភាពបុរសមិនដូចគ្នាទាំងអស់ទេអញ្ចឹងណាគាត់លើសតែខ្លាញ់ទេប៉ុន្តែផ្ទៃមុខគាត់ចំណុចណាមួយនៃរាងកាយរបស់គាត់អត់ត្រូវការអីថែមទៀតចាគឺសមល្មមបញ្ហាជ្រិញជ្រួញលើផ្ទៃមុខក៏អត់មានដើមទ្រូងក៏គាត់ល្អស្រាប់តាគៀកគាត់ក៏គាត់ល្អស្រាប់ដូច្នេះយើងគ្រាន់តែបូមបោះចោលចាមានន័យថាចំណុចលើសបាទចំណុចលើសបាទយើងដូចថាមុនការបូមខ្លាញ់ធម្មតាគ្រូពេទ្យយើងតែងតែឲ្យដំបូងមានយើងគ្រប់គ្រងគាត់សិនថាតែយើងអាចបូមបានចំនួនប្រមាណចាមែន